Realme C85 នេះគឺជាទូរស័ព្ទក្នុងកម្រិតតម្លៃធូរថ្លៃ100ជាងប៉ុន្តែផ្ដល់លក្ខណៈពិសេស5យ៉ាងទី1គឺជាប្រភេទទូរស័ព្ទដែលធន់កម្រិត IP69 ធន់ជាមួយនឹងជម្រាបទឹកគ្រប់ប្រភេទមិនថាជាទឹកសាបទឹកប្រៃទឹកសាប៊ូឬក៏កាហ្វេទេកំពប់លើក៏អត់បញ្ហាដែរចំណុចសំខាន់ទី2គឺមានកម្លាំងថ្មធំរហូតដល់7000 mAh ហើយកម្លាំងសាក45 W ចំណុចសំខាន់ទី3គឺអេក្រង់ដែលមានពន្លឺខ្លាំងហើយមាន refresh rate ខ្ពស់1200 nit ហើយជាមួយនឹង refresh rate 144 Hz មុខងារពិសេសមួយទៀតគឺជាមុខងារ AI ឬក៏យើងហៅថា AI outdoor mode ដែលធ្វើឲ្យការប្រើប្រាស់នៅខាងក្រៅបានល្អប្រសើរមានន័យថាវានឹងបញ្ចេញពន្លឺខ្លាំងកាត់បន្ថយកម្លាំងថាមពលផ្សេងៗដើម្បីឲ្យយើងប្រើប្រាស់ខាងក្រៅនឹងបានល្អហើយចំណុចសំខាន់ទី5គឺមុខងារ AI ក្នុងការថតឬក៏ edit រូបភាពរបស់យើង Realme C85 model នេះគឺធ្វើតម្រូវសម្រាប់កម្រិតថវិកាប៉ុន្តែផ្ដល់នូវសមត្ថភាពប្រើប្រាស់ប្រចាំថ្ងៃនឹងបានល្អប្រសើរដោយមានការការពារក្នុងកម្រិត IP69 Pro Water Resistant នេះគឺមានន័យថាវាធន់ជាមួយនឹងវត្ថុរាវគ្រប់ប្រភេទវាធន់ជាមួយនឹងទឹកក្តៅហើយជាមួយនឹងកម្ដៅបានផងដែរអញ្ចឹងចំណុចពិសេសនេះគឺផ្ដល់សមត្ថភាពនៅក្នុងការប្រើប្រាស់ដូចជាយើងដាក់ភ្ជាប់ជាមួយនឹងម៉ូតូមើលផែនទីបើកនៅក្រោមកម្ដៅថ្ងៃហើយនឹងការប្រើប្រាស់នៅខាងក្រៅដែលមានពន្លឺខ្លាំងទូរស័ព្ទនេះផ្ដល់នៅលក្ខណៈមួយដើម្បីឲ្យយើងប្រើប្រាស់ប្រចាំថ្ងៃនៅក្រោមសម្ពាធបរិយាកាសឬក៏សម្ពាធការងារដែលច្រើនបន្ថែមពីលើនឹងទៀតគឺតាក់ទងជាមួយនឹងការប្រើប្រាស់នៅខាងក្រៅដែលមានសំឡេងឮខ្លាំងហ្នឹងក៏ទូរស័ព្ទនេះអាចបង្កើនសំឡេងរហូតដល់ 400% ដែលធ្វើឲ្យការប្រើប្រាស់របស់យើងវាដោះស្រាយនៅកន្លែងដែលមានឮសូរសំឡេងខ្លាំងវាផ្ដល់នូវភាពងាយស្រួលទូរស័ព្ទនេះគឺវាដំណើរការជាមួយនឹង Snapdragon 685ដែលជាប្រភេទ processor ប្រើថាមពលតិចហើយរួមផ្សំគ្នាជាមួយនឹងកម្លាំងថាមពលថ្មដែលធំរហូតដល់7000 mAh វាធ្វើឲ្យទូរស័ព្ទនេះវាអាចដំណើរការនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងនឹងបានយូរម៉ោងបើសិនជាយើងប្រៀបទៅសម្រាប់ការមើលវីដេអូដូចជានៅក្នុង TikTok ដូចជានៅក្នុង YouTube ហ្នឹងវាអាចរត់ក្នុងរយៈពេល20ទៅ21ម៉ោងដែលអត់មានបញ្ហាទេហើយចំពោះកម្លាំងសាកវិញទៀតគឺវាគ្រប់គ្រងជាមួយនឹងកម្រិតថាមពល45 W លក្ខណៈពិសេសមួយទៀតគឺទៅលើផ្នែកអេក្រង់ដែលវាភ្លឺខ្លាំងរហូតដល់1200 nit ហើយជាមួយនឹង refresh rate ខ្ពស់រហូតដល់144 Hz អញ្ចឹងបើសិនជាយើងគិតមើលទៅពីកម្លាំងពន្លឺអេក្រង់ពី refresh rate អំពី processor យើងក៏អាចប្រើប្រាស់ទូរស័ព្ទនេះសម្រាប់លេងហ្គេមឬឱកាសកម្សាន្តផ្សេងៗបានផងដែរជាមួយនឹងមុខងារពិសេសមួយទៀតគឺយើងហៅថា AI outdoor mode សម្រាប់មុខងារនេះគឺមានន័យថានៅពេលដែលយើងប្រើប្រាស់នៅខាងក្រៅវានឹងប្រើមុខងារ AI ដើម្បីបញ្ជាទៅលើទូរស័ព្ទទាំងមូលដូចជាវាអាចដឹងថាយើងនៅក្រោមបរិយាកាសមួយដែលមានពន្លឺខ្លាំងអញ្ចឹងវានឹងប្រឹងអេក្រង់ឲ្យបញ្ចេញពន្លឺខ្លាំងកាត់បន្ថយនៅការប្រើប្រាស់ផ្សេងៗទៀតដើម្បីឲ្យប្រើថ្មតិចព្រោះដោយសារវាស្រូបយកថាមពលហ្នឹងមកបញ្ជូនទៅលើផ្នែកអេក្រង់ដើម្បីឲ្យយើងប្រើប្រាស់ឧទាហរណ៍ក្នុងករណីដែលយើងដាក់ភ្ជាប់ជាមួយនឹងម៉ូតូហើយយើងមើលផែនទីអញ្ចឹងហ្នឹងគឺយើងត្រូវការពន្លឺដែលភ្លឺខ្លាំងប៉ុន្តែយើងអត់ត្រូវការដំណើរការផ្សេងៗទៀតទេយើងត្រូវការតែ GPS យើងត្រូវការតែពន្លឺអេក្រង់ដែលភ្លឺខ្លាំងហើយជាមួយនឹងព័ត៌មានអ៊ីនធឺណិតដែលអាចឲ្យយើងមើលផែនទីហ្នឹងបានល្អប្រសើរងាយស្រួលទាន់ហេតុការប្រើប្រាស់ហើយជាមួយនឹងកម្លាំងថ្មនេះទៀតទូរស័ព្ទនេះវាអាចគ្រប់គ្រងជាមួយនឹង reverse charging មានន័យថាយើងអាចប្រើវាជា power bank ដើម្បីសារឧបករណ៍ដទៃដូចជាកាសឬក៏ទូរស័ព្ទដទៃទៀតបានដែរព្រោះដោយសារកម្លាំង7000 mAh នេះវាស្មើនឹង power bank តូចមួយរួចទៅហើយបន្ថែមទៅលើលក្ខណៈពិសេសទៅលើផ្នែកថាមពលនិងថ្មនេះទៀតទូរស័ព្ទនេះក៏គ្រប់គ្រងជាមួយនឹងមុខងារពិសេសមួយដែលយើងហៅថា bypass charging គឺរៀងរាល់ពេលដែលយើងប្រើហើយយើងសាកថ្មកម្លាំងថាមពលនោះវាអត់រត់ចូលទៅថ្មទេវាចូលទៅម៉ាស៊ីនតែម្ដងអញ្ចឹងវាកាត់បន្ថយកម្ដៅទៅលើតួថ្មធ្វើបែបនេះដើម្បីឲ្យកម្លាំងថ្មហើយជាមួយនឹងការប្រើប្រាស់ទូរស័ព្ទ model នេះបានយូរឆ្នាំចំពោះកម្លាំងសាក45 W នេះវិញបើសិនជាពេលយប់យើងភ្លេចសាកគ្រាន់តែព្រឹកឡើងយើងដោតសាកចូលទៅមុជទឹកចេញមកវិញហ្នឹងគឺកម្លាំងថាមពលថ្មលើស 50% ហើយអញ្ចឹងចំណុចទាំងនេះវាសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងចំពោះសោភ័ណភាពហើយនឹងរូបរាងរបស់វាវិញទូរស័ព្ទនេះដំណើរការដោយ Realme UI ជំនាន់ទី6វាបង្ហាញអំពី Fluid Liquid Glass ដែលមើលទៅទម្រង់ដូចជា iOS ជំនាន់ទី26អញ្ចឹងវាជាភាពស្រស់ស្អាតមួយរបស់ទូរស័ព្ទ model នេះហើយចំពោះផ្នែកខាងក្រោយវិញយើងឃើញមានរង្វង់មួយនេះគឺជាពន្លឺ LED ដែលបង្ហាញពណ៌ផ្សេងៗនៅពេលដែលមាន notification ឬក៏ពេលដែលយើងសាកថ្មវាអាចបង្ហាញពណ៌ដើម្បីឲ្យយើងដឹងថាកម្លាំងថ្មឬក៏ការសាកថ្មយើងដំណើរការឬក៏អត់ចំពោះសោភ័ណភាពនេះទៀតទូរស័ព្ទនេះគឺមានជម្រើស3ពណ៌ទី1គឺពណ៌ខ្មៅពណ៌ខៀវហើយជាមួយនឹងពណ៌ស្វាយប៉ុន្តែរូបរាងរបស់វាចំពោះផ្នែកខាងក្រោយនេះមិនមែនពណ៌លាតទេគឺមានន័យថាយើងកលេចមើលទៅឃើញមាន texture ដូចជារោមរបស់សត្វស្លាបវាមានសភាពរាបស្មើទាំងផ្នែកខាងលើនិងផ្នែកខាងក្រោមអេក្រង់ក៏រាប
ខាងផ្នែកខាងខ្នងនេះក៏រៀបដែរហើយផ្នែកខាងក្រោយនេះយើងឃើញមានបណ្ដុំ LED ដែលមានជម្រើស 2000 នៅក្នុងហ្នឹងហើយមានកាមេរ៉ាមួយគ្រាប់ហើយមាន microphone ហើយជាមួយនឹងមួយទៀតគឺជារង្វង់ដែលបង្ហាញអំពីការ design ប៉ុណ្ណោះមិនមែនជាកាមេរ៉ាទេចំពោះផ្នែកកាមេរ៉ានេះទៀតគឺវាដើរតួជា lens 1x និង lens 2x ដែលថតបានក្នុងកម្រិត 50 megapixel អាចនិយាយបានថាទូរស័ព្ទនេះមិនតម្រូវសម្រាប់ការថតទេប៉ុន្តែវាជាលក្ខណៈល្អប្រសើរមួយនៅពេលដែលយើងថតផ្នែក portrait ហ្នឹងវាអាចជួយ edit skin របស់យើងបានស្អាតទូរស័ព្ទនេះធ្វើបើតែនៅក្នុងកម្រិតតម្លៃប៉ុណ្ណឹងមែនប៉ុន្តែក៏បំពាក់ជាមួយនឹងមុខងារ AI នៅក្នុងការថតធ្វើឲ្យទម្រង់ការថតបែប portrait ទម្រង់មុខទម្រង់ពាក់កណ្ដាលខ្លួនហ្នឹងស្រស់ស្អាតកែ skin mod ហើយកែស្បែក mod ឲ្យដូចធម្មជាតិចំពោះផ្នែកវីដេអូកាមេរ៉ាខាងក្រោយនេះគឺថតបានក្នុងកម្រិត Full HD 30 frame វាមិនជាលក្ខណៈពិសេសអីលើសលប់អីទេព្រោះដោយសារទូរស័ព្ទនេះមិនតម្រូវសម្រាប់ការថតហើយចំពោះកាមេរ៉ា selfie ផ្នែកខាងមុខនេះវិញគឺជាប្រភេទកាមេរ៉ាទម្លុះអេក្រង់ដែលអាចថតបានក្នុងកម្រិត 8 megapixel សម្រាប់ការប្រើប្រាស់ទូទៅទាំងថតផ្នែកខាងមុខនិងផ្នែកខាងក្រោយបើយើងចូលចិត្តថត selfieគឺយើងអាចទទួលយកបានក្នុងកម្រិតលក្ខខណ្ឌដែលមានពន្លឺគ្រប់គ្រាន់យើងនឹងឃើញសោភ័ណភាពរបស់កាមេរ៉ាទាំងមុខទាំងក្រោយរបស់ទូរស័ព្ទ Realme C85 នេះ Realme C85 នេះគឺមានទំហំអេក្រង់ 6.8 អ៊ីងកម្រាស់ 8.38 មីលីម៉ែត្រទម្ងន់ត្រឹមតែ 212 ក្រាមតែប៉ុណ្ណោះទោះបីជាវាមានថ្មធំរហូតដល់ 7000 មីលីអ៊ែម៉ោងក៏ដោយទូរស័ព្ទនេះគឺមានជម្រើស RAM 8GB ហើយនៅ storage 256GB ប៉ុន្តែជាលក្ខណៈពិសេសសម្រាប់បងប្អូនដែលគាត់ប្រើ app ច្រើនឬក៏បើក app ច្រើនអត់ចង់បិទក៏វាគាំទ្រជាមួយនឹងមុខងារពិសេសមួយដែលយើងហៅថា Dynamic RAM ដែលវាអាចបន្ថែម 16GB ទៀតសម្រាប់ឲ្យយើងបើក app ហើយទុកនៅខាងក្រោយឬក៏យើងហៅថា background process ហ្នឹង 16GB ទៀតអញ្ចឹងមានន័យថាវាអាចមាន RAM សរុប Dynamic RAM ទាំងអស់ 24GB ជាសរុបទៅទូរស័ព្ទនេះគឺជាទូរស័ព្ទដែលមានតម្លៃធូរប៉ុន្តែផ្ដល់លក្ខណៈពិសេសច្រើនភាពធន់រឹងមាំសម្រាប់ការប្រើប្រាស់ទូទៅប្រចាំថ្ងៃនេះគឺតម្រូវសម្រាប់បងប្អូនដែលធ្វើការឬក៏ប្រើប្រាស់នៅក្នុងសម្ពាធបរិយាកាសមួយដែលមានកម្ដៅខ្លាំងដែលអាចប៉ះទង្គិចជាមួយនឹងវត្ថុផ្សេងៗហើយជាមួយនឹងត្រូវសំណើមត្រូវទឹកធ្លាក់ទឹកអីគឺវាអត់បញ្ហាទេសម្រាប់ការថតវិញក៏អាចទទួលយកបានដែរក្នុងកម្រិតទូរស័ព្ទដែលមានតម្លៃ100ជាង Realme C85